ក្មេងទំនើងដែលបង្កហិង្សានិងអះអាងថាខ្លួនជាកូនខ្លាសមត្ថកិច្ចត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការហើយជនសង្ស័យឈ្មោះរតនពិសាលអាយុ19ឆ្នាំត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2026បន្ទាប់ពីមានការចែកចាយវីដេអូជនសង្ស័យរូបនេះបានប្រើហិង្សាលើជនរងគ្រោះ2នាក់នៅចំណុចក្បែរក្រសួងមហាផ្ទៃស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនយោងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះមុនវិផាបានរៀបរាប់ឲ្យដឹងថារូបខ្លួននឹងក្រុមជនសង្ស័យពុំដែលបានស្គាល់គ្នាឬធ្លាប់មានរឿងអ្វីជាមួយគ្នាពីមុនមកឡើយហើយនៅថ្ងៃកើតហេតុរូបខ្លួនរួមជាមួយមិត្តភ័ក្តិ7នាក់ទៀតបានជិះម៉ូតូចេញពីកន្លែងហូបចំណីអាហារនៅមុខវត្តបទុមមតីរហូតមកដល់ផ្លូវម្ដុំវិមានឯករាជ្យទល់មុខវិទ្យាស្ថានជាតិអប់រំស្រាប់តែមានម៉ូតូចំនួន2គ្រឿងបានជិះតាមពួកខ្លួនហើយស្រែកថាចៅនិងបញ្ជាឲ្យពួកខ្លួនឈប់ម៉ូតូតែពេលខ្លួនបំរុងឈប់ម៉ូតូពួកគេចេះតែលើកជើងធាក់ម៉ូតូរបស់ខ្លួនហើយដោយសារតែភ័យខ្លាំងពេករូបខ្លួនចេះតែបន្តជិះបត់ចុះបត់ឡើងចំណែកមិត្តភ័ក្តិផ្សេងទៀតខ្លួនពុំចាប់អារម្មណ៍ថាពួកវាជិះទៅខាងណាទេតែម៉ូតូ2គ្រឿងនៅតែបន្តជិះដេញតាមម៉ូតូរបស់ខ្លួនដោយមានបើកសំឡេងសារ៉ែននិងមានម៉ូតូអ្នកសារព័ត៌មានជិះតាមថតពីក្រោយទៀតផងរហូតមកដល់ចំណុចម្ដុំខាងមុខក្រសួងមហាផ្ទៃទើបខ្លួនឈប់ម៉ូតូដើម្បីឲ្យពួកគេឆាយឆេរពេលខ្លួនឈប់ម៉ូតូភ្លាមស្រាប់តែពួកគេចូលមកវាយទាត់ធាក់លើរូបរាងកាយរបស់ខ្លួនបណ្ដាលឲ្យបាត់បង់ស្មារតីហើយប្រកាច់ប្រកិននៅនឹងកន្លែងតែម្ដងចំណែកមិត្តភ័ក្តិដែលជិះម៉ូតូជាមួយខ្លួនពុំដឹងថារងរបួសត្រង់ណាដែរទេព្រោះខ្លួននៅវង្វេងវង្វាន់នៅឡើយលុះពេលរូបខ្លួនត្រឡប់មកដល់ផ្ទះទើបបានឃើញព័ត៌មានអនឡាញផ្សាយពីសកម្មភាពដែលពួកគេបានវាយតប់ទាត់ធាក់មកលើរូបខ្លួនទើបរូបខ្លួនដឹងថាពួកគេពុំមែនជាសមត្ថកិច្ចឡើយហើយពេលឪពុកម្ដាយរបស់ខ្លួនបានដឹងរឿងនេះពួកគាត់ក៏បានបញ្ជូនខ្លួនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈដើម្បីព្យាបាលរបួសតាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថារូបខ្លួននឹងបកពួក2នាក់ទៀតឈ្មោះឆាលីម៉ាហ្វីភេទប្រុសអាយុប្រហែលជា18ឆ្នាំមុខរបរមិនពិតប្រាកដនិងឈ្មោះសាយគឹមសេងភេទប្រុសអាយុប្រហែលជា17ឆ្នាំមុខរបរសិស្សសាលាអន្តរទេវីដំបងឡើយបានអង្គុយជជែកគ្នាលេងនៅវិមានឯករាជ្យរហូតដល់ម៉ោងប្រហែលជា2យប់ឈានចូលថ្ងៃទី26ខែកក្កដាឆ្នាំ2026ពួកខ្លួនបានជិះចេញពីវិមានឯករាជ្យដល់កែងវត្តបទុមក៏បានឃើញសមត្ថកិច្ចកំពុងដេញចាប់ក្មេងមួយក្រុមដោយម៉ូតូសមត្ថកិច្ចមានបើកសារ៉ែនរ៉ូពេលពួកខ្លួនជិះត្រឡប់មកដល់កែងវិមានឯករាជ្យវិញស្រាប់តែពួកវាជិះមកគៀម៉ូតូខ្លួនឃើញដូច្នោះរូបខ្លួននឹងបាក់ពួកបានជិះដេញតាមដោយស្រែកឲ្យពួកវាឈប់ប៉ុន្តែពួកវាមិនឈប់នោះទេពេលមកដល់ក្បែរក្រសួងមហាផ្ទៃខ្លួនបានជិះគៀវាដួលទៅលើខឿនផ្លូវហើយខ្លួនក៏បានឈប់ម៉ូតូដើរចូលទៅផ្ទះវាមួយកំភ្លៀងនិងទាត់មួយជើងចំកណ្ដាលមុខដួលប្រកាច់លើខឿនតែម្ដងភ្លាមនោះក៏មានអ្នកសារព័ត៌មានមកថតឡាយនិងឲ្យរូបខ្លួនជួយជូនជនរងគ្រោះទៅពេទ្យប៉ុន្តែអ្នករួមដំណើរជនរងគ្រោះប្រាប់ថាមិនអីទេទុកឲ្យគាត់ជូនទៅផ្ទះវិញហើយក៏បាច់ផ្លូវគ្នារៀងខ្លួនរហូតដល់ម៉ោងប្រហែលជា4ទៀបភ្លឺថ្ងៃខែឆ្នាំដដែលខ្លួនបានឃើញសារព័ត៌មានកំពុងធ្វើការឡាយនៅចំណុចបឹងកក់នៅរឿងហេតុការណ៍ដែលខ្លួនវាយគេខ្លួនក៏ជិះចេញពីផ្ទះទៅធ្វើការបំភ្លឺលុះចប់ការឡាយខ្លួនក៏ធ្វើការចរចាជាមួយជនរងគ្រោះដោយជនរងគ្រោះបានទាមទារសំណងជំងឺចិត្តចំនួន$15ប៉ុន្តែខ្លួនសុំសងថ្លៃព្យាបាលតែ$50,000រៀលពេលនោះជនរងគ្រោះក៏យល់ព្រមបើទោះបីជាចម្លើយសារភាពរបស់ជនសង្ស័យមិនស៊ីសង្វាក់ជាមួយនឹងពាក្យបណ្ដឹងរបស់ជនរងគ្រោះក៏ដោយប៉ុន្តែវីដេអូហិង្សាដែលបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមគឺជាភស្តុតាងបញ្ជាក់ថាជនសង្ស័យមានបទល្មើសយ៉ាងពិតប្រាកដដោយមិនអាចប្រកែកបានដែលអាចឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ